ស្ដាច់ក៏ចាយបានរៀបក៏ចាយបានអីគេស្ដាច់ក៏ចាយបានរៀបក៏ចាយបានអូចាយបានចាំបាយត្រូវអូខេទៅជំនួសទីមុនថ្ងៃនេះឲ្យយើងមានតែលេងទីពាក្យបដៅបើទីពាក្យបដៅខ្មែរយើងទីត្រូវមួយបានប្រេស៊ី2កំប៉ុងឥឡូវតេសរសជាតិអ្នកមួយសិនចាំលេងដើម្បីយកកម្លាំងឲ្យញ៉ាំហ្វ្រីហ្មងញ៉ាំហ្វ្រីអ្នកមួយឲ្យយកកម្លាំងមុននឹងចូលដល់លេងការទីពាក្យបដៅរបស់យើង nice ឆ្ងាញ់ដែរស្គាល់ Flashy ពីមុនមកអត់ស្គាល់អូខេឥឡូវចូលមកចិត្តហើយមើលទាំងអស់គ្នាទៀងទាត់ដោយការចូលចិត្តទៅដាក់ខ្ញុំចាច់ណាចាប់ដើមណា1 2 3ដើមវាជាគ្រឿងទេសក្លិនវាពិសេសពីដាវឈ្ងុបអ្នកផងស្រឡាញ់គ្រប់គ្មានអ្នកណាស្អប់ទេអ្នកអើយនេះអាណាចាំទុំហ្នឹងខ្លាចចាំទុំហ៎យេអើយចូលងូទី2លឿនកុំឲ្យខាត់ទេមានភ្នំមួយខ្ពស់មានជ្រោះមួយជ្រៅមានសត្វមួយនៅគេហៅភ្នំអីស្រីមានសួរជុំមិនបានធ្វើសំណួរទី3ស្ដាច់ក៏ចាយបានរៀបក៏ចាយបានអីគេស្ដាច់ក៏ចាយបានរៀបក៏ចាយបានអូចាយបានចាំបាយត្រូវអូខេទៅសំណួរទី4មានប៉ុនកដៃនៅកន្លែងអាគូតអីគេវាមានដៃឈូសកតុយកោផ្លែចេកអំពៅមានប៉ុនកដៃនៅកន្លែងអាគូតកតុយកោអូទៅទៀតជុំត្រូវទៅឆ្លោះសំណួរទី5កោក្រហមលឹកកោក្រហមលឹកទឹកកោខ្មៅកោក្រហមលឹកទឹកកោខ្មៅសម្លាញ់មាន4ភ្លើងនឹងឆ្នាំងវាភ្លើងនឹងកោឆ្នាំងហ្នឹងអីជុំទៅទៀតមកកោសំណួរទី6ហេអានេះ10សំណួរបានអស់ឯត្រង់នាមបាច់ត្រងក់ហាហើយឆាតឆក់យកកតុយរុំជួយគេតម្លៃមានគុណទំរុយចូលមុនក៏អឹបទៅទៀតប្រឹក្សានាមជាមន្ត្រីទៀងយប់ទាំងថ្ងៃមិនលឺសូសោះប្រឹក្សានាមជាមន្ត្រីទៀងយប់ទាំងថ្ងៃមិនលឺសូសោះអូដើមចំបៃអូខេឥឡូវយើងដល់សំណួរទី7ឥឡូវកូនខ្លួនឯងមកសំណួរបាន2 7ឡើង14មក14ណាបាទចាំថាប្រសិនមានរសជាតិឆ្ងាញ់ហើយតែរសជាតិទាំងដៃនេះពើម្លងបានច្រើនតែចូលចិត្តរសជាតិតឡាចប្រសិនឆ្ងាញ់ព្រោះថាធ្លាប់ហូបតាំងពីនៅតូចទៅបងចាំឲ្យបងប្អូនសាកផលិតផលរបស់ខ្មែរយើងអូដឹងទៀតថារបស់ខ្មែរអូខេញ៉ាំប្រសិននេះហើយទៅយើងមានអាហារសុវត្ថិចិត្តហើយចូលចិត្តហើយចង់ញ៉ាំទៀតដល់ពេលញ៉ាំប្រសិននឹកឃើញអីគេនឹកឃើញស្រុកមិនចឹងព្រោះថាធ្លាប់ញ៉ាំនៅស្រុកអូខេចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយ